បាទសួស្តីប្រិមិត្តវិលត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងការវិភាគបាល់ទាត់ Premier League សប្តាហ៍ទី19យប់ថ្ងៃអង្គារទី30ធ្នូបងប្អូនណាមួយរយៈនេះគឺយើងបែកគ្នារហូតដល់20ថ្ងៃជាងបងប្អូនណាអត់បានជួបប្រិមិត្តទេដោយសារតែបញ្ហារឿងសៀមវាធ្វើការឈ្លានពានមកលើប្រទេសកម្ពុជារបស់យើងគឺយើងទាំងអស់គ្នាផ្ដោតទៅលើរឿងជាតិធំបងប្អូនណាខ្ញុំក៏សម្រាប់ក្នុងការនិយាយអំពីការវិភាគបាល់ទាត់ក៏ដូចជាការ live បន្តផ្ទាល់បាល់ទាត់ផងដែរប៉ុន្តែឥឡូវនេះគឺរឿងប្រទេសជាតិរឿងស្ងប់ស្ងាត់បន្តិចហើយដោយសារតែមានបទជប់បាញ់បងប្អូនណាហើយខ្ញុំក៏សង្ឃឹមថាបទជប់បាញ់នេះនឹងចោះជាធរមានហើយនឹងបន្តជារៀងរហូតទៅកុំឲ្យមានសង្គ្រាមតទៀតបងប្អូនហើយបាទវេទនាណាបាទទាំងកងទ័ពទាំងជនភៀសសឹករបស់យើងបងប្អូនអញ្ចឹងយើងត្រឡប់មកវិញតាក់ទងនឹងការប្រកួតយប់នេះគឺមានច្រើនគូជាគូសំខាន់បងប្អូនណាដែលគូទី1របស់យើងមានដូចជាក្រុមកំភ្លើងធំ Arsenal បងប្អូន Arsenal ត្រូវបើកទ្វារ Emirates ស្វាគមន៍ក្រុម Aston Villa នៅវេលាម៉ោង 3:15 នាទីបងប្អូនគូនេះគូជក់ចិត្តហើយ Aston Villa 11ប្រកួតឈ្នះទាំងអស់បងប្អូនណាកំពុងតែកន្លុកខ្លាំងមែនទែននៅក្នុង Premier League មិនថានៅក្នុងក្របខ័ណ្ឌបាទទ្វីបអឺរ៉ុបទេគឺ Aston Villa ធ្វើបានល្អមែនទែនក្រោមការដឹកនាំរបស់លោក Unai Emery ជំរឿយប់នេះតើ Arsenal អាចយកឈ្នះទៅលើ Aston Villa បានដែរទេយើងនិយាយបន្តិចទៀតនេះបងប្អូនបាទក៏មានការប្រកួតរវាងក្រុម Man U បាទ Man U ត្រូវបើកទ្វារ Old Trafford ស្វាគមន៍ក្រុម Wolverhampton Wanderers នៅវេលាម៉ោង 3:15 ដែរបងប្អូនណាគូនេះក៏ជាគូជក់ចិត្តដែរបាទ Wolver គឺជាកឡូបាតារាងជាមួយ Man U យប់នេះអាចយកឈ្នះបានដែរទេបាទក៏មានដូចជា Tokyo Chelsea ត្រូវបើកទ្វារស្វាគមន៍ក្រុមបាទBournemouth បាទនៅវេលាម៉ោង 2:30 បងប្អូនណាបាទ Chelsea ទៅប៉ះគ្នាជាមួយ Bournemouth 2:30ក៏ដូចជា Newcastle ប៉ះគ្នាជាមួយ Burnley នៅម៉ោង 2:30 នាទីដូចគ្នាបងប្អូនណាទាំងអស់នេះសុទ្ធតែជាគូជក់ចិត្តនៅក្នុងរាត្រីនេះធ្វើការនិយាយបន្តិចទៀតនេះប៉ុន្តែមកធ្វើការនិយាយសំណូមពរបងប្អូនចូល Channel Telegram របស់ខ្ញុំម្នាក់មួយទៅបាទពិសេស KX គឺមាន link នៅក្នុង pin comment សម្រាប់ Facebook បងប្អូន YouTube មាននៅក្នុង description សម្រាប់បងប្អូនក្នុង TikTok ចូលក្នុង profile គឺមាន link នឹង bio បងប្អូនចូល Channel Telegram ទៅដើម្បីមើលការ live បន្តផ្ទាល់បាល់ទាត់គូពិសេសរបស់យើងបាទនៅពេលមានការ live គឺទម្លាក់នៅក្នុង Telegram បាទអរគុណច្រើនបាទអញ្ចឹងយើងនិយាយដល់គូសំខាន់ទី1តែម្ដងទៅគឺ Arsenal ត្រូវប៉ះគ្នាជាមួយនឹង Aston Villa បងប្អូនណា 3:15 នាទីបើយើងនិយាយអំពីក្រុមទាំងពីរនេះសុទ្ធតែជាក្រុមដែលខ្លាំងដូចគ្នាបងប្អូនណាកំពុងតែឡើងជើងខ្លាំងដូចគ្នា Arsenal បើនិយាយពី Arsenal វិញ24ប្រកួតចាញ់តែមួយលើកទេណាបងប្អូនបាទ24ប្រកួតរបស់ Arsenal គឺចាញ់តែមួយលើកទេគឺចាញ់ទៅលើ Aston Villa នេះតែម្ដងបាទមិនគួរជឿទេបាទចាញ់ 2-1 ណាហើយ Aston Villa នេះក៏ខ្លាំងដែរ11ប្រកួតឈ្នះទាំងអស់ណាបងប្អូន11ប្រកួតរបស់ Aston ឈ្នះទាំងអស់មិនថានៅក្នុង Premier League ក៏ដូចជា UEFA Champions League ទេបងប្អូនញាក់សាច់តែម្ដងបើយើងនិយាយអំពីប្រវត្តិប៉ះគ្នាបងប្អូនណាប្រវត្តិប៉ះគ្នាក្រុមទាំងពីរ10លើកចុងក្រោយដែលប៉ះគ្នាគឺ Arsenal ឈ្នះ5ដង Aston ឈ្នះ4ស្មើ1ណា Arsenal ឈ្នះ5 Aston ឈ្នះ4ស្មើ1ការប្រកួតចុងក្រោយបំផុតបាទថ្មីនេះទេបាទមុនសង្គ្រាមបងប្អូនណាមុនសង្គ្រាមនេះគឺបាទ Arsenal នេះបានចាញ់ទៅលើ Aston Villa ក្នុងលទ្ធផល2-1បងប្អូនណា2-1ហើយបើនិយាយអំពីការប្រកួតរដូវកាលមុនប្រកួតចុងក្រោយ Aston Villa ជាមួយ Newcastle នេះបាទ Aston Villa ជាមួយ Newcastle ជាមួយ Arsenal នេះគឺលទ្ធផល2ស្មើណា2ស្មើអញ្ចឹងក្រុមទាំងពីរអាចនិយាយថាមិនលើគ្នាប្រហែលទេតាក់ទងប្រវត្តិបងប្អូនណាហើយការប្រកួតចុងក្រោយគឺ Aston ធ្វើបានល្អជាងប៉ុន្តែអ្វីដែលយើងក៏សម្គាល់ក្រុមទាំងពីរប៉ះគ្នាតែងតែមានគ្រាប់ណាបងប្អូនតែងតែមានគ្រាប់យើងចាប់អារម្មណ៍ត្រង់ចំណុចនេះផងដែរហើយបើនិយាយអំពី5ប្រកួតចុងក្រោយរបស់ Arsenal គឺគេឈ្នះទាំងអស់បងប្អូនណាបាទ5ប្រកួតគឺឈ្នះទាំង5ប្រកួតចុងក្រោយគឺ Arsenal បានយកឈ្នះទៅលើ Brighton ក្នុងលទ្ធផល2-1បាទប្រកួតនិយាយទៅ24ប្រកួតចាញ់តែមួយលើកទេចាញ់ទៅលើ Aston Villa ហ្នឹងតែម្ដងមិនគួរជឿទេហើយបើនិយាយពី Aston វិញ11ប្រកួតរបស់គាត់ឈ្នះទាំងអស់ណាបងប្អូនបាទ Aston ឈ្នះទាំងអស់តែម្ដងហើយប្រកួតចុងក្រោយគឺ Aston Villa បានយកឈ្នះទៅលើ Chelsea បាទ Chelsea នៅក្នុងដីខ្លួនឯងលេខឈ្នះ Aston Villa ទេបងប្អូនណា Aston Villa លុត2-1បាទគីឡូ Chelsea គីឡូធ្ងន់ដែរបាទហើយយកឈ្នះទៅលើ Man U 2-1បាទញាក់សាច់ណាមិនអន់ទេសម្រាប់ Aston Villa អញ្ចឹង Arsenal យប់នេះមិនអាចមើលងាយបានទេបើយើងនិយាយអំពីសមត្ថភាពកីឡាករដាក់លេងយប់នេះបងប្អូនកីឡាកររបួសសម្រាប់ Arsenal ក៏មានច្រើនArsenal យប់នេះរបួសសុទ្ធតែតំបន់ការពារភាគច្រើនតំបន់ការពារតែម្ដងណាមានដូចជាកីឡាករ Benjamin White មានដូចជា Calafiori បាទ Julian Timber ណាបងប្អូនបាទ Mosquera បាទសុទ្ធតែជាតំបន់ការពារហើយតំបន់ប្រយុទ្ធគឺ Kai Havertz បងប្អូនណា Kai Havertzអូបាទយប់នេះក៏បញ្ហាដែរប៉ុន្តែមិនអីទេ Arsenal យ៉ាងណាក៏ខ្ញុំគិតថានៅតែមានកីឡាករល្អជាពិសេសគឺមានតំបន់បំរើមិនបំរើទេគឺតំបន់ការពារមុំ2នាក់នៅខាងក្រោមតែម្ដងគឺ Gabriel Magalhaes ក៏ដូចជា William Saliba អញ្ចឹងគឺមាន2នាក់នេះគឺមុំហើយបងប្អូនណាបាទដូចជា Liverpool មាន Van Dijk ចឹង
បាទហើយសម្រាប់ខាង Aston របួសមានច្រើនគួរសមបាទមាន Harvey Elliott មាន Matthias Case ណាបាទ Torres Camara អី Barkley ជាដើមបាទយប់នេះសម្រាប់ Arsenal ប្រើទម្រង់ 4-3-3 Aston Villa ប្រើទម្រង់ 4-2-3-1 បងប្អូនណាហើយយប់នេះគឺទាញ Declan Rice បាទយក Declan Rice ទៅដាក់ខាងស្ដាំបងប្អូនណាព្រោះខាងស្ដាំនេះរបួសហើយ Jordan Timber ក៏របួស Ben White ក៏របួសអញ្ចឹងយក Declan Rice មកខាងស្ដាំតែម្ដងបងប្អូនណាហើយសម្រាប់តំបន់ការពារកណ្ដាលមានដូចជា William Saliba មាន Gabriel Magalhaes ខាងឆ្វេងគឺ Hincapié អ្នកចាំទីគឺកីឡាករ David Raya ណាអ្នកចាំទី David Raya តំបន់បម្រើគឺមានប្រធានក្រុម Martin Odegaard មាន Martin Subimendi Mikel Merino បាទនៅខាងឆ្វេងតំបន់ប្រយុទ្ធមាន Bukayo Saka Victor Gyökeres ខាងឆ្វេងគឺកីឡាករ Gabriel Martinelli បងប្អូនណាអញ្ចឹងយើងមើលឃើញទម្រង់ប៉ុណ្ណេះខ្ញុំគិតថា Arsenal គឺមុំហើយប៉ុន្តែបើនិយាយពីបញ្ហារបស់គាត់យើងអត់ដឹងថា Declan Rice នេះគាត់អាចបំពេញតួនាទីនៅស្លាបស្ដាំបានដែរទេបងប្អូនណាព្រោះគាត់លេងកណ្ដាលបាទលើគាត់ពាក្យច្រើនគាត់លេងកណ្ដាលហើយនឹងបំរើឆ្វេងណាបងប្អូន Declan Rice នេះប៉ុន្តែយប់នេះទាញ Declan Rice ឲ្យមកការពារស្ដាំជាមួយមើលតើរាត្រីនេះបាទ Declan Rice អាចធ្វើបានល្អអត់ប៉ុន្តែមានកីឡាករល្អជាពិសេសគឺ Martin Odegaard បានត្រឡប់មកវិញហើយបាទខាង Aston មាន Oli Watkins Roger Tielemans បាទ Jean Martin បាទ Amadou Onana ជាដើមណាសុទ្ធតែជាជើងខ្លាំងហើយខ្សែការពារមាន Lindelof មាន Gonza មាន Eric Garcia អ្នកចាំទីគឺ Martinez ណាអញ្ចឹងខាងក្រុម Aston Villa នេះក៏សម្បូរទៅដោយធនធានល្អដែរបាទកីឡាករដែលកំពុងតែលេចធ្លោខ្លាំងគឺ Oli Watkins បាទ Oli Watkins នេះមិនធម្មតាទេបងប្អូនណា Liverpool ក៏ចង់បានដែរសម្រាប់ Aston Villaជាពិសេសគឺមានគ្រូ Unai Emery នេះខ្ញុំមិនដឹងថាម៉េចទេប៉ុន្តែមករយៈចុងក្រោយនេះគឺគាត់ដឹកនាំ Aston Villa ល្អមែនទែនណាបងប្អូនអញ្ចឹងគូទាំងពីរនេះសម្រាប់ Arsenal គឺតឲ្យ Aston Villa ចំនួន1គ្រាប់បងប្អូនគិតយ៉ាងណាដែរសម្រាប់គូនេះបើនិយាយអំពីគ្រាប់បាល់គូទាំងពីរនេះខ្ញុំគិតថាយប់នេះគឺ Arsenal គឺមានអាទិភាពគ្រប់គ្រងបាល់ច្រើនជាងបងប្អូនណាគ្រប់គ្រងបាល់ច្រើនជាងប៉ុន្តែបើនិយាយអំពីសាច់បាល់របស់ Aston Villa មកម្ដងគឺធ្វើឲ្យ Arsenal បុកពុះតែម្ដងណាបងប្អូន Aston Villa នឹងប្រើទម្រង់ counter attack បាទឬក៏ទម្រង់ទប់ហើយវាយបកណាអញ្ចឹង Arsenal នឹងសម្រុកខ្លាំងយប់នេះនឹងបុកខ្លាំងទៅលើ Aston ព្រោះក្បួនរបស់លោក Unai Emery ពីច្រើនគាត់លេងទប់ហើយវាយបកព្រោះAston វាមិនមែនជាក្រុមដែលប្រកែវាយប្រហែលទេប៉ុន្តែបើសិនជាគាត់ទប់ហើយវាយបកមួយគឺមានប្រសិទ្ធភាពណាបងប្អូនដូចជា Chelsea លេងមួយ Aston អញ្ចឹងបុក Aston មែនទេបុកចុះបុកឡើងចុងក្រោយ Aston ឈ្នះ Man U ប៉ះគ្នាជាមួយ Aston ដូចគ្នាបុកទៅលើ Aston ខ្លាំងមែនទេចុងក្រោយ Aston ឈ្នះទៀតណាអញ្ចឹងជុំនេះ Arsenal ត្រូវប្រចាំប្រជែងមែនទែនហើយបើនិយាយអំពីក្រុមដែលមានអធិភាពឈ្នះខ្ញុំគិតថា Arsenal ហើយបាទខ្ញុំគិតថា Arsenal មិនដូចបងប្អូនហ្នឹងបាទមិនខុសពីបងប្អូនទេគឺថា Arsenal នៅឆ្នើដូចគ្នាប៉ុន្តែគូនេះប្រចាំប្រជែងណាដោយសារតែ Aston យើងមិនអាចមើលងាយព្រោះយើងមើលឃើញទម្រង់លេងរបស់គាត់គឺអាចនិយាយថានឹងណាបងប្អូននឹងថឹងជាងហើយបើពីនិយាយពីចំណុចខ្សោយសម្រាប់ Aston Villa មើលទៅអត់ទាន់មានចំណុចខ្សោយទេបងប្អូនណាពួកគាត់ធ្វើត្បិតតែកីឡាករវាមិនមែនជា grade A ពេញលេញបាទប៉ុន្តែសហការគ្នាបានល្អបាទ Arsenal ក៏ល្អដែរប៉ុន្តែបើនិយាយពីតំបន់ការពាររបស់ Arsenal រៀងស្ទើរតិចណាបាទខាងឆ្វេងខាងស្ដាំបាទ Hincapié ខ្ញុំគិតថាគាត់នៅរៀងក្មេងខ្ចីបាទសម្រាប់ Declan Rice គាត់ជាបំរើបាទជាតំបន់បំរើអញ្ចឹងការពារក៏មានបញ្ហាអញ្ចឹងយប់នេះសរុបលទ្ធផលសរុបមកវិញគឺខ្ញុំអាចនិយាយថាក្រុមដែលមានអធិភាពឈ្នះគឺ Arsenal ហើយក្រុមដែល Aston Villa យកឈ្នះទៅលើ Arsenal ខ្ញុំគិតថាតឹងណាបងប្អូនណាប៉ុន្តែគូនេះអាចនឹងស្មើគ្នាហើយមានគ្រាប់បាល់ច្រើនណាបើសិនជាបងប្អូនលេងវាយ Arsenal បាល់នេះអាចនឹងស្មើគ្រាប់តអញ្ចឹងគូនេះខ្ញុំ recommend ឲ្យបងប្អូនលេង over 2 កន្លះបាល់នេះខ្ញុំទូទាយថា Arsenal អាចយកឈ្នះទៅលើ Aston Villa 2-1 ឬក៏2ស្មើណា2-1 ឬក៏2ស្មើសម្រាប់បងប្អូនវិនិយោគគឺលេង over 2 កន្លះបងប្អូនអរគុណច្រើនអូខេយើងនិយាយពី Man U ទីទៅបាទ Man U ទៅប៉ះគ្នាជាមួយ Wolves បងប្អូននៅវេលាម៉ោង 3:15 ដូចគ្នាណាហើយបើនិយាយអំពី Wolves នេះគ្នាចំណាត់ថ្នាក់វេទនាណាបងប្អូនហើយបាទនៅបាតតារាងមានតែ2បន្ទុកទេលាដែរឈ្នះគេទេបងប្អូនណាបាទ18ប្រកួតចាញ់16ប្រកួតស្មើ2អត់ដែរឈ្នះសោះបាទសម្រាប់ Wolverhampton បាទតារាងជាមួយមួយយប់នេះ Man U ស៊ីអត់ហើយ Man U តឲ្យមកកន្លះបាន Man U តមកកន្លះទៅលើ Wolves បាល់នេះខ្ញុំបារម្ភខ្លាចតែស្មើបើ Man U ស៊ីអាចនឹង 2-1 បាល់នេះបងប្អូនណាតិចមិនមើលងាយទៅលើ Man U ទេបងប្អូនណាប៉ុន្តែក៏យើងមើលស្ថិតិរបស់ Wolves បាទប៉ះគ្នាជាមួយ Liverpool ស៊ីអត់ដាច់ទេបាទបានត្រឹមតែ 2-1 ណា Liverpool ក្នុង Anfield ស៊ី 2-1 បាទយើងមើល Arsenal គីឡូខ្លាំងប៉ះគ្នាជាមួយ Wolves នេះស៊ីតែ 2-1 ដូចគ្នា
បាទបូ Arsenal ស៊ីតែ2-1ទេបាទនៅលើ Wolver ណាហើយប្រវត្តិប៉ះគ្នាជាមួយ Man U ចុងក្រោយនោះបាទគឺ Man U ធ្លាប់ស៊ីទៅលើ Wolver នេះ 4-1 មែនណា 4-1 បងប្អូនបាទថ្មីដែរទេបងប្អូនណាជើងទី1បាទគឺក្នុងដី Wolver អញ្ចឹងយប់នេះក្នុងដី Man U គួរស៊ី5-1 ប៉ុន្តែបាល់ប្រយ័ត្នប្រយែងណាបងប្អូនពួកបាល់វាមូលបាល់មូលដោយបាល់មូលក្រោមតុកឬគឺមូលលើតុកប្រយ័ត្នប្រយែងមូលក្រោមតុកហ្នឹងអញ្ចឹងយប់នេះខ្ញុំគិតថា Man U ឈ្នះប៉ុន្តែអត់ដាច់ក្របតទេបងប្អូនណាប្រយ័ត្នប្រយែងវាមិនអ្វីក៏ដោយវាមិនទៅដោយរលូនពេកទេឥឡូវនិយាយអំពីប្រវត្តិប៉ះគ្នាជូនបងប្អូនសិនបាទប្រវត្តិប៉ះគ្នាគឺ10លើកចុងក្រោយ Man U ឈ្នះ7ហើយបាទ Wolver ឈ្នះ3ណាដែលស្មើគ្នាទេបាទនិយាយអំពីការប៉ះគ្នាលើកចុងក្រោយបំផុតគឺនៅក្នុងថ្ងៃទី9ខែ12បាទថ្មីនេះដែរទេបងប្អូនណាការប្រកួតនៅក្នុងពេលកំពុងតែមានសង្គ្រាមក្នុងប្រទេសកម្ពុជាជាមួយថៃគឺ Man U បានយកឈ្នះទៅលើ Wolver 4-1 ក្នុងដី Wolver បាទនិយាយពី Man U បាទ5ប្រកួតចុងក្រោយរបស់គាត់អត្តតបដែរណាបាទគឺឈ្នះ2ស្មើ2ចាញ់1បាទឈ្នះ2ស្មើ2ចាញ់1ប្រកួតចុងក្រោយគឺយកឈ្នះទៅលើ Newcastle បាទ1-0តាន់តឹងដែរការប្រកួតជាមួយ Newcastle បងប្អូនណាប៉ុន្តែ Man U នៅធ្វើបានល្អហើយសម្រាប់ Wolver បាទនិយាយទេវា5ប្រកួតចាញ់ទាំងអស់បាទហើយបើនិយាយពី10ប្រកួតរបស់គាត់ក៏ចាញ់ទាំងអស់ដែរបាទ10ប្រកួតក៏ចាញ់ទាំងអស់5ប្រកួតក៏ចាញ់ទាំងអស់ដែរសម្រាប់ Wolver បាននិយាយប្រកួតចុងក្រោយគឺចាញ់ Liverpool 2-1នឹងឯងណាបងប្អូនយប់នេះដូចខ្ញុំបញ្ជាក់ដែរអញ្ចឹងបាទថា Man U នឹងអាចយកឈ្នះទៅលើ Wolver 2-1ទៀតបានណាបងប្អូនណាប្រយ័ត្នតែគាត់តណាបើសិនថាសួរថា Man U ឈ្នះអត់ឈ្នះបាទមើលកីឡាករដាក់លេងយប់នេះខ្លះបាទពីណាលេងខ្លះយប់នេះរបួសច្រើនសម្រាប់ Man U បងប្អូនបាទរបួសមានដូចជា Kobe Mainoo Harry Maguire បាទ Matteo Lick Bruno Fernandes មានដូចជា Mason Mount សុទ្ធតែរបួសហើយបងប្អូនហើយសម្រាប់កីឡាករដែលអវត្តមានដោយសារតែភារកិច្ចក្រុមជម្រើសជាតិមានដូចជាកីឡាករ Brian Mbeumo មានដូចជា Mazraoui Amad Diallo គាត់ត្រូវតែប្រកួតនៅ Africa Cup បងប្អូនណាបាទពានរង្វាន់សម្រាប់ប្រទេសជាតិណាបាទនៅក្នុងទ្វីបអាហ្វ្រិកបាទចឹងអវត្តមាន Mbeumo មានទេយប់ហ្នឹងប្រយ័ត្នប្រយែងយប់នេះ Man U មានដូចជាអ្នកចាំទីសាននឹងSané Lyman បាទ Sané Lyman ខ្សែការពារមាន Diego Dalot Javier Martinez Luke Shaw បាទ Lisandro Martinez បានត្រឡប់មកវិញហើយតំបន់បំរើមាន Casemiro Manuel Ugarte បាទតំបន់បំរើប្រយុទ្ធដាក់ Patrick Doku នៅខាងស្ដាំបាទ Fletcher នៅកណ្ដាលខាងឆ្វេងគឺកីឡាករ Matheus Cunha Bruno ណា Bruno របួសហើយBruno របួសនិយាយមិញហើយផ្លេចខ្លួនឯងបងប្អូនអញ្ចឹងយប់នេះបងប្អូនណាប្រយ័ត្នប្រយែងណាសម្រាប់ Man U បាទកីឡាករក្មេងៗណាបងប្អូនបាទមាន Heaven មាន Fletcher ណាបងប្អូនបាទអញ្ចឹងកីឡាករដែលអាចក្លុកបានមាន Patrick Doku មាន Matheus Cunha បាទ Benjamin Sesko គឺជាខ្សែប្រយុទ្ធប្រអប់គាត់មិនមែនជាអ្នកក្លុកទេជាអ្នកបញ្ចប់ទីចុងក្រោយបងប្អូនណាអញ្ចឹងយប់នេះខ្ញុំគិតថាតានតឹងដែរបាទខ្ញុំគិតថាតានតឹងដែរបងប្អូនអូខេអញ្ចឹងគូនេះខ្ញុំទស្សន៍ទាយថាលទ្ធផលគឺ Man U អាចយកឈ្នះទៅលើ Wolver ក្នុងលទ្ធផល2-1 Man U ឈ្នះតែអត់ដាច់គ្រាប់តអរគុណច្រើនបាទសម្រាប់ Chelsea ជាមួយ Bournemouth បងប្អូន Chelsea ជាមួយ Bournemouth ប្រកួតមុនគាត់ចាញ់នៅក្នុងដីខ្លួនឯងណាបងប្អូនបាទអញ្ចឹងគាត់ស្ដើងហើយយប់នេះគាត់ក្រាស់មកវិញណាបងប្អូនគូនេះខ្ញុំអត់និយាយច្រើនទេខ្ញុំមើលហើយគឺបងប្អូនអាចនឹងវាយមួយគ្រាប់តែម្ដងណាបាទបើនិយាយអំពីគ្រាប់តដែលតខ្ញុំគិតថា Man U នឹងយកឈ្នះទៅលើ Bournemouth ក្នុងលទ្ធផលបើមិន 2-0 គឺ 3-1 បងប្អូនណាបើមិន 2-0 គឺ 3-1 សម្រាប់គូនេះហើយបើនិយាយអំពីប្រវត្តិប៉ះគ្នាបាទ10លើកចុងក្រោយគឺ Bournemouth ឈ្នះទៅលើ Chelsea តែមួយលើកទេបាទ Chelsea ឈ្នះ5ស្មើ4ណា Chelsea ឈ្នះ5ដងស្មើ4ដងការប៉ះគ្នាលើកចុងក្រោយបំផុតបាទនៅពេលដែលយើងមានសង្គ្រាមនោះគឺ Chelsea បានត្រឹមតែស្មើគ្នាក្នុងទឹកដី Bournemouth 1-0 បងប្អូនណាការប្រកួតនៅក្នុងដី Bournemouth យប់នេះក្នុងដី Chelsea ហើយអ្វីដែលយើងកត់សម្គាល់នោះគឺ Chelsea គាត់ចាញ់ប្រកួតមុនអញ្ចឹងប្រកួតនេះខ្ញុំគិតថាគាត់នឹងឈ្នះហើយបើនិយាយអំពី5ប្រកួតចុងក្រោយរបស់ Chelsea បាទគឺចាញ់2ឈ្នះ2ស្មើ1ណាចាញ់2ឈ្នះ2ចាញ់ស្មើ1ប្រកួតចុងក្រោយគឺចាញ់ទៅលើ Aston Villa នោះឯងហើយ Chelsea បច្ចុប្បន្នគឺឈរលេខរៀងទី5កំពុងតែប្រជែងជាមួយ Liverpool គាត់ទាមទារឈ្នះមែនទែនដើម្បីមានកៅអីតា 4 បងប្អូនអញ្ចឹងគូនេះខ្ញុំរៀកមិនថាបងប្អូនអាចនឹងវាយ Chelsea តែម្ដងបើនិយាយពីក្របបាល់គឺ3-1ឬក៏2-0បាទអរគុណច្រើនអូខេហ្នឹងសម្រាប់គូដែលយើងត្រូវវិភាគហើយសម្រាប់ Newcastle ជាមួយ Burnley ណាបងប្អូន Newcastle ជាមួយ Burnley ខ្ញុំគិតថា Newcastle អាចនឹង
ស្មើគ្រាប់តបងប្អូនបាល់នេះអាចយូកាសលស៊ី1-0ឬ2-1បាទសម្រាប់គូនេះណាបាទប៊ឺនលីនៅក្នុងផ្ទះក៏រៀងមាំដែរវាមិនមែនជាក្រុមខ្លាំងទេប៉ុន្តែយូកាសលទម្លាប់របស់គាត់បើសិនជាគាត់ប៉ះជាមួយក្រុមខ្លាំងក៏អាចស៊ីគេក្រុមអង់គ្លេសវាច្រើនអញ្ចឹងបងប្អូនប៉ះក្រុមខ្លាំងយ៉ាងទៅគឺអាចនឹងប្រកួតគ្នាយកឈ្នះចាញ់យ៉ាងទៅប៉ុន្តែបើប៉ះគ្នាជាមួយក្រុមចាញ់ប៉ះក្រុមគ្នាប៉ះជាមួយនឹងក្រុមខ្សោយភាគច្រើនទៅជាលេងចាញ់ឬក៏ស្មើទៅវិញណាចឹងគូនេះខ្ញុំគិតថាយូកាសលនឹងឈ្នះទៅលើប៊ឺនលីក្នុងលទ្ធផល1-0ឬក៏2-1បានស្មើគ្រាប់តអូខេមានតែប៉ុណ្្នឹងទេបងប្អូនបាទហើយជួនជាតម្រុយបាល់3គូតែម្ដងទៅសម្រាប់យប់នេះបងប្អូនណាបាទ3គូជាតម្រុយបាល់យប់ថ្ងៃអង្គារទី30ធ្នូបាទដែលគូទី1ខ្ញុំគិតថាបងប្អូនអាចនឹងលេងបាទ over Arsenal ណាបាទ Arsenal នេះគឺលេង over 2កន្លះបងប្អូនណាបាទគូទី2គឺវាយ Chelsea តែម្ដងណាវាយ Chelsea មួយគ្រាប់ណាបងប្អូនបាទគូទី3គឺវាយ Al Nassr បាទ Al Nassr ប៉ះគ្នាជាមួយនឹង Al Attifaq នៅក្នុង Saudi Arabia Saudit គឺបាទវាយ Al Nassr មួយកកន្លះបើចាក់ម្ដងទៀតគូទី1គឺ over Arsenal 2កន្លះគូទី2គឺវាយ Chelsea មួយគ្រាប់គូទី3គឺវាយ Al Nassr បាទក្រុម Ronaldo ណាវាយមួយកកន្លះបាទអរគុណច្រើនសម្រាប់ការតាមដានកុំភ្លេចចូល Channel Telegram របស់យើងដើម្បីមើលការ live បន្តផ្ទាល់បាល់ទាត់គូពិសេសរបស់យើងក៏ដូចជាការទម្លាក់គូល្អៗបងប្អូនណា link មាននៅក្នុង pin comment សម្រាប់ Facebook បងប្អូន YouTube មាននៅក្នុង description សម្រាប់បងប្អូនក្នុង TikTok ចូលក្នុង profile គឺមាន link ក្នុង bio បាទអរគុណច្រើនសូមគោរពលា